អូខេសួស្តីអ្នកគ្នាចូលជាមួយនឹង admin ទៀតហើយជាមួយនឹងរឿងថ្មីហើយរឿងនេះគឺ admin ចង់ដាក់ចំណងជើងថាមនោសញ្ចេតនារវាងអ្នករាជការហើយ admin ហ្នឹងគឺថាខ្លាចខុសអីចឹងក៏បកតាម Google Translate ហ្មងទៅកុំឲ្យថាខុសអីចឹងទៅ admin សាកមើល10ភាគហើយមានអារម្មណ៍ថាវារឿងល្អមើលហើយក៏ប្លែកអញ្ចឹងណាជាមួយ admin ដឹងទៅសម្រេចនៅបីឪពុះស្មាត់ស្គល់ហ្មងព្រោះថាវគ្គនេះគឺថាសម្រេចដល់10ភាគហើយរឿងមិនខ្លីណាវែងសាហាវគូខើបើសិនជាចេញ10ភាគហើយអត់សូវមានអ្នកគេចូលចិត្ត admin នឹងប្រហែលជាចេញតែ1ភាគខ្ជិលចេញច្រើនព្រោះអត់មានអ្នកមើលដែរណោះហើយយើងកុំឲ្យខាត់ពេលសាតែប៉ាយូរយើងចូលដល់សេយើងទៅម្ដងទៅ Let's go តើអ្វីដែលខ្ញុំនៅខាងក្រោយវាសំខាន់មែនទេយើងមើលទៅកាន់រូបភាពទៅដូចជាមង្គលការអីចឹងហើយក៏ឃើញមានគេដែងអ្នកស៊ីមីកំប៉ុងយីរំក្នុងស្បៃដែលត្រីដងងងឹតសូនសងមានតពណ៌ក្រហមហើយក៏មានគេនិយាយបន្តទៀតថាអញ្ចេះសំខាន់ណាស់ដែលខ្ញុំបានលះបង់ចក្រភពយេនដ៏អស្ចារ្យគាត់នឹងរាក់រាល់គ្នាក្នុងគ្រួសារសៅហ៊ូប្រសិនបើខ្ញុំមិនខ្វាក់ភ្នែកដោយការស្អប់របស់ខ្ញុំទេអាចឈុតនឹងadminមើលច្រើនដងហើយប្រហែលជាអត់មានអីទេនឹងគ្នាប្រហែលជាអីគឺថាខ្ជូតខ្លាំងមែនទេបើខ្ញុំជ្រើសរើសទុកចិត្តគាត់ម្ដងទៀតតើនេះណូរ៉ូសៅហ៊ូជួនតើមានអ្វីកើតឡើងបើសិនអ្វីអាចចាប់ដើមឡើងវិញបានមានជាការកាយជាខ្លាំងមិនអាចសម្រេចតទៅទៀតបានអីចឹងណាអីចឹងណាតើអ្នកបួសទាំងអស់ដែលគេសន្មត់មាននៅលើខ្ញុំនៅឯណាអូយជើងទៀតហើយអញឈួតបាត់លើបន្ទាប់មកស្រីនឹងក៏បានបង្ហាញពីបរិមម្នាក់កំពុងតែប្រយុទ្ធតតាំងដោយមុខរបស់គាត់នឹងគឺពោពេញដោយការសងសឹកបំផុតហ្មងណាតារាបណាអ្នកនៅស្ដាប់បង្គាប់ខ្ញុំនឹងផ្ដល់អ្វីដែលអ្នកចង់បានយើងទាំងអស់គ្នាកំពុងប៉ង់ទៅលើអ្នកភាពខ្ពង់ខ្ពស់របស់អ្នកសម្រាប់អាណាចក្រយន្តដ៏ខ្ពង់ខ្ពស់យើងអត់ដឹងថាក្នុងគណៈពេលហ្នឹងគឺវាមានរឿងអ្វីកើតឡើងនោះទេក៏ស្រាប់តែឃើញតួប្រុស3ហ្នឹងគឺត្រូវបានគេបាញ់នឹងចិត្តស្លាប់ទៅហើយការស្លាប់បំរើអ្នកយ៉ាងត្រឹមត្រូវជន់ក្បត់បើសិនវាមិនសម្រាប់គាត់ទេឧត្តមសេនីយ៍ស៊ីហ៊ូនឹងមិនស្លាប់ទេបើសិនបើវាមិនសម្រាប់គាត់ទេចក្រភពយន្តនឹងមានភាពល្អសម្រាប់គាត់ទៅហើយគាត់ក៏បានស្លាប់ទៅដោយត្រូវបានតួអង្គម្នាក់ទៀតត្រកងគាត់យីនោះគឺបរិះម្នាក់ហ្នឹងគឺមានភាពឈឺចាប់ខ្លាំងមែនទែននៅក្នុងគណៈពេលនេះប៉ុន្តែឥឡូវគឺវាបែរជាប៉ុន្តែពេលនេះគឺទឹកមុខរបស់គាត់គឺបានផ្លាស់ប្ដូរអីចឹងហើយខ្ញុំចង់និយាយថាខ្ញុំតបបានស្គាល់ឈ្មោះតួឯងខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកហៅប៉ុន្តែក្នុងគណៈពេលនេះគឺវាមានជាការផ្លាស់ប្ដូរជាខ្លាំងកាលពីមុនហ្នឹងគឺថាវាពិតជាពោពេញដោយភាពសោកសៅប៉ុន្តែឥឡូវនេះគឺមានជាការភាពពោពេញដោយភាពហត់ទោះជាតួអង្គរបស់យើងនឹងគឺព្យាយាមលើបំលាស់បរោយក៏នៅតែមិនអាចឈ្នះនៅបាប៉ែនឹងដែរនោះប៉ែនឹងគឺខំធ្វើមុខបែបខ្ជិះខ្ជួលអីមិនក្រោយយីនោះគឺធ្វើមិនឲ្យតែគេយកព្រមអូខេ Fiji យីទៅបរមអ្នកនឹងគឺនៅតែហៅឈ្មោះ Fiji ដដែលធ្វើឲ្យតួប្រុសរបស់យើងនឹងគឺមានការស្រឡាញ់កាន់ជាខ្លាំងក៏ព្រោះតែ Fiji នឹងគឺជាគាត់ហើយហត់ហើយក៏អោននិយាយមួយគេថាគឺខ្ញុំចង់បាននេះគឺជារៀងរហូតទៅតួប្រុសរបស់យើងក៏មានលេងចង់បកៃបកិនស្អីទៀតតាទម្រួលហ្មងអាខ្ជិលខ្ញុំគ្រាន់តែសងអ្នកវិញស្អីហឹងក៏បានកាត់ដល់ពេលប្រឡំដោយតួប្រុសរបស់យើងកំពុងតែកេងពីដេកកេងពីដេកទុំពីកេងឲ្យភ្ញាក់ពីដេកចេះមិនត្រូវដោយមិនតន់ចាប់អារម្មណ៍អ្នកដែលនៅក្បែរខ្លួននោះទេហើយគាត់ក៏បាននិយាយថាតារាទាំងអស់នោះក៏បានបង្ខំឲ្យគាត់ផឹកឲ្យម្សិលមិញគឺជាថ្ងៃបង្គោលការរបស់គាត់ជាមួយតែគាត់ដាក់ទោសហើយចាំមើលបន្ទាប់ពីការល្អរបស់គាត់ហើយគាត់ក៏ងាកទៅមើលប្រពន្ធគាត់ប៉ុន្តែមិនមែនជាប្រពន្ធគាត់ទេគឺថាចប់ហើយអញដឹងរស់ក៏ស្លាប់តែយូនសូយីនោះគាត់ស្រែកខ្លាំងមែនតើគឺថាអូយចប់ហើយខ្ញុំយីនោះមានចការកើតឡើងនៅការចលនាចោលតែខ្ញុំធ្វើអ្វីទៅខ្ញុំមានតែរត់ដឹងណាអើយចប់ហើយខ្ញុំអញងាប់ក៏រស់តែលោកអូយអត់ការទេដាក់មេប្រែនអូ my god យីនោះរត់ដឹងចង់បាក់កមែនមួយគ្រាន់តែដេកជាមួយ Ranger នៃចក្រភពយន្តដ៏អស្ចារ្យលំនៅឋានរបស់ឧត្តមសេនីយ៍ស៊ីហ៊ូកណ្ដាលថ្ងៃនៅសាលវិន័យគឺថាមានមនុស្សមើលទៅលើគាត់ជាច្រើនអ្នកយីនោះគឺតួប្រុសយើងគឺមានជាការភ័យមែនតើគឺថាអង្គុយទទួលទាំងហោះយើងមើលទៅពួកគេគឺពិតជាតឹងតែងខ្លាំងមែនតើយីនោះគឺថាគួរឲ្យខ្លាចដូច្នេះអ្នកដែលបានដេកជាមួយឈូយុមិញគឺជាអ្នករាជការស៊ីវិលហេតុអីបានជាគាត់ស្ថិតនៅក្នុងភាពស្លន់ស្លោបែបនេះហើយពួកគេនឹងក៏និយាយថាវាគឺជារឿងធម្មតាដែលបានដេកជាមួយអ្នករាជការស៊ីវិលអីចឹងថ្មីផ្ដិតតែឈូគឺជាអ្នកចម្បាំងដ៏ខ្លាំងក្លាក៏ដោយគឺថាគាត់ខ្លាចយុនស៊ូតាំងពីគាត់នៅក្មេងមកម្លេះគាត់ត្រូវបានគេបបបញ្ឆោតនិងធ្វើបាបជាច្រើនដោយយុនស៊ូហើយទោះជាគាត់មិនបានខុសក៏ត្រូវបានទទួលកំហុសដោយយុនស៊ូទៀតយុនស៊ូដូចជាស្បិនអាក្រក់របស់គាត់ចឹង
យន្តស៊ូគឺជាការក្រងទុកវាសមហេតុផលហើយដែលគាត់មិនសាកសមនឹងយន្តស៊ូនោះក្នុងមេរៀនជាច្រើនគឺគេបានសិក្សាតែពីយន្តស៊ូហើយគេក៏ធ្លាប់ឮថាឈូនឹងគឺធ្លាប់គ្រប់គ្រងយន្តស៊ូតាំងពីក្មេងមកម៉េះយរំយន្តស៊ូគឺជាមនុស្សដែលល្បីល្បាញហ្មងគឺថាគេចូលចិត្តព្រាតហ្មងយរំគឺថាពីណាគេក៏ទួស្គាល់ដែររំម្នាក់នឹងក៏បាននិយាយថាអូយខ្ញុំសឹងតែមិនជឿសោះហ្មងហើយបរមម្នាក់ទៀតក៏បាននិយាយថាឈូនឹងគឺជាបរោះពិតហ្មងខ្ញុំកំពុងដឹងជួនឥឡូវនេះសំខាន់ណាស់អ្នកចុងក្រោយនឹងគឺនិយាយបាក់ទឹកចិត្តនោះគាត់បាននិយាយថាចេះតែយើងគួរតែរៀបចំឈូសម្រាប់ឈូអត់ហ្នឹងហើយគាត់ក៏បានមានជាការស្ដាយក្រោយជាខ្លាំងគឺគាត់មានកំហុសមួយដែលគាត់ពេលនឹងក្នុងគោលការណ៍របស់គាត់ហ្នឹងគឺគាត់បានផឹកស្រាច្រើនពេកខ្ញុំស្រវឹងហើយអ្នកណានឹងស្មានថាគាត់នៅលើក្រែរបស់ខ្ញុំជំនួសឲ្យកូនក្រមុំរបស់ខ្ញុំនោះអើយឥឡូវនេះគឺបានកាត់ឡើងរួចទៅហើយយើងត្រូវតែផ្ដល់ការបញ្យល់ដល់ខ្ពង់ខ្ពស់របស់គាត់សៃហឹងក៏បានកាត់ទៅដល់យន្តស៊ូម្ដងគាត់ក៏បាននិយាយថានេះគឺមិនមែនជាសបិនទេខ្ញុំពិតជាបានចាប់កំណើតឡើងវិញមែននេះជាឆន្ទៈរបស់ព្រះទោះបីជាវាធ្វើឲ្យខ្ញុំអស់ជីវិតក៏ដោយមួយធានាថាអ្នកទាំងអស់គ្នាស្លាប់ដោយវេទនាសៃហឹងក៏បានកាត់ដល់ពេលគេអស់ឈួនយើងមកដើម្បីទទួលទោសអីចឹងខ្ញុំស៊ីហួតចោលសូមមើលការគង់ពោះរបស់អ្នកខ្ញុំសូមតើមកយន្តស៊ូរបស់យើងក៏បានដើរចេញមកហើយពួកគេក៏បានស្រែកព្រមគ្នាថាសូមផ្ដល់ការពិន័យរបស់អ្នកនិយាយពីថាមនុស្សច្រើនជុំយើងអាមួយនៅលើដើមឈើផងលើដីផងលើដំបូលផងយើងតួប្រុសយើងគឺវេទនាសយធំមកខ្ញុំមិនរកលេសអ្វីដែលបានកើតឡើងទេជុំតាលេងចឹងហ្មងលោកតាលេងអូសគ្នាទៅរងហប់បរោយយន្តស៊ូរបស់យើងគឺគាត់បាននិយាយអីទេគឺគាត់ស្ងាត់ជ្រាបអានេះគេមិនហៅបោះហើយហៅគប់លេងគប់មនុស្សចូលហ្មងនិយាយថាលោកតាមានកាន់ជើងចៅហ្មងគឺថាត្រូវតែដាក់ទោសគឺដាក់ទោសឲ្យខ្ជិលកាន់ជើងយន្តស៊ូរបស់យើងគឺគាត់ឆ្ងល់ថាមែនតើថានឹងសាវហ៊ូមិនមែនបើការពីមុនអីនេះគឺថាប្រឆាំងគាត់យកតែមែនតើស្រាប់តែលំពេងបល័យសងខាមកកដាមុខប្រយខ្ញាក់ក្នុងបកាច់សួរថាពីណាអ្នកគប់គឺលោកតារបស់សាវហ៊ូនឹងឯងហើយពួកគេក៏បាននិយាយព្រមគ្នាថាសូមដាក់ទោសទៅកាន់តួប្រុសយើងទៅបាច់ទុកទេតែតួប្រុសរបស់យើងនឹងស្លន់ស្លោនៅភ័យចង់បកាច់ទេស្រាប់តែគាត់ភ័យខ្លាចសុតក៏ស្រាប់តែនឹកឃើញថារឿងកាលពីយប់មិញអីណាតប៉ែមកប៉ុន្តែយន្តស៊ូរបស់យើងក៏បាននិយាយថាគាត់នឹងទទួលខុសត្រូវចំពោះរឿងយប់មិញផងដែរហើយគាត់ក៏បាននិយាយថាគាត់មិននឹកស្មានថាសៀងហ៊ូឈុនគឺមានការវាយប្រហារជាខ្លាំងទៅលើគាត់បែបនេះដែរហើយថែមទាំងគាត់ហ៊ានបោះបង់ពនាងឈីងឡានទៀតផងហើយចាប់ខ្ញុំនៅទីនេះហើយក៏ធ្វើឲ្យពួកគេនឹងគឺមានជាការ surprise ខ្លាំងមែនទែនគឺថាមានជាការភ្ញាក់ផ្អើលចាប់ចម្រិតចឹងអីហើយសានហ៊ូរបស់យើងគឺខំកវីក្បាលថងថាមិនមែនទេមិនចឹងទេវាមែនតាមមានអ្វីកើតឡើងដោយសារគាត់ចង់បានខ្ញុំនឹងសម្រេចបំណងរបស់គាត់និយាយចប់ហើយក៏បានយកប៉ែងស្រាហ្នឹងទៅគោរពសម្រាបសួរលោកតាអីចឹងណាឈូរបស់យើងហ្នឹងគឺថាឆ្ងល់ឡើងលៀនភ្នែកទៅពេល2-3នាក់ទៀតគឺថាឡើងគាំងស្ដោកមកតើវាជាស្អីហ្នឹងសាលានឹងនៅឋានទូទៅរបស់សៀងហ៊ូខ្ញុំសូមលើកលែងទោសអ្នកហើយគាត់ក៏បាននិយាយប្រាប់ទៅអ្នកទាំងពីរហ្នឹងថាគាត់បានចាប់កំណើតឡើងវិញហើយចក្រភពយើងដ៏អស្ចារ្យនឹងដួលរលំក្នុងរយៈពេល10ឆ្នាំនិង6ខែទៀតវាមិនអាចទេអ្នកណាលួចយើងវាគ្មានផ្លូវនោះទេដែលយើងចាញ់អាណាចក្រក្រាបភីខាច់គេហៅអាណាចក្រនឹងឈ្មោះមិនត្រូវសោះចឹងវាយកើតអីទេវាប្រកាសជាមានជនក្បត់បង្ខានទេលោកពុកស្ងប់ស្ងាត់ចោលវាមិនតន់ដឹងថាវាជាការពិតទេវាមិនតំណងទៅដល់សោះទាហានដែលនៅក្នុងឈ្មោះសុបិនអាក្រក់របស់អ្នកនៃគ្រួសាររបស់អ្នកនឹងត្រូវស្លាប់គ្មានសល់អើយតាអាណាចក្រនឹងហ៊ានបណ្ណាជាមួយខ្ញុំនឹងសម្លេះអាណាចក្រនឹងចោលទៅមើលអើយវាមិនងាយស្រួលទេចកេះរបស់ខ្ញុំគឺត្រូវភុយស្រួយហើយយន្តស៊ូយើងក៏បាននិយាយទាំងសង្ហាថាដើម្បីការពារអាណាចក្រយើងអស្ចារ្យនេះយើងត្រូវការសាងហ៊ូឈួននេះជាសម្បត្តិកំណើតរបស់ឈួននិងកិច្ចសន្យាបញ្ជាក់ថាឈួនគឺជារបស់អ្នកសូមយកពួកគេហើយអ្នកទាំងពីរនឹងក៏បាននិយាយថាអាណាចក្រនឹងគឺពឹងទៅលើតួប្រុសរបស់យើងហើយបន្ទាប់ពីអបិយពីរបស់សាវហ៊ូឈួនជីវិតខ្ញុំវេទនាណាស់សៃហឹងក៏បានកាត់នៅពេលដែលសាវហ៊ូស៊ូនរបស់យើងគឺមានអាយុ1ឆ្នាំឃើញមនុស្សអ៊ូអរចឹងគឺមិនមែនសាវហ៊ូឈួននេះគឺឆាយន្តស៊ូតែប៉ុណ្ណោះហើយសាវហ៊ូឈួនគឺយើងនឹងតែម្នាក់ឯងគឺថាកំសត់មែនសំខាន់ថាជាពួកគេគឺឲ្យយន្តស៊ូរបស់យើងគឺតែងខ្លួនជាមនុស្សស្រីហ្មងឃើញគ្រឿងអលង្ការមនុស្សស្រីច្រើនអូយសបាយនេះខ្ចី$10សិនមកស្អែកសបន្ទាប់ពីគាត់វាឆក់ដាវពីតួប្រុសរបស់យើងហើយគឺថារត់ទៅប្រែនមកគ្រប់គ្នាស្រឡាញ់គាត់ថាតែគាត់គួយស្រឡាញ់នៅពេលដែលសាវហ៊ូឈួនមានអាយុ8ឆ្នាំគឺថាគាត់មិនដែលវាយឈ្នះជាមួយនឹងយន្តស៊ូទេគឺថាយន្តស៊ូគឺតែងតែដាក់បន្ទុកមួយគាត់រហូតគឺថាគាត់ហត់ចិត្តមួយយន្តស៊ូមែនតើ
អ្នកចាញ់ខ្ញុំនឹងយកសេះរបស់អ្នកអត់ទេខ្ញុំសុំទោសគិតដល់រឿងអតីតកាលតាំងពី18ឆ្នាំមុនគឺថាគាត់មានជាការឈឺផ្សាក្នុងហេតុអតីតយ៉ាងខ្លាំងគឺថាយន់ស៊ូរបស់យើងនឹងគឺតែងតែយកអ្វីៗចេញពីគាត់រហូតយន់ស៊ូដឹងតែខ្ញុំនៅកម្ពុជាយុគតបមកគាត់ក៏បានស្រាយចំណងដើម្បីរត់គេចគឺថាគាត់មិនរងចាំការស្លាប់ទេគឺថាគាត់ក៏បានឃើញកន្លែងមួយអញ្ចឹងគាត់ក៏និយាយថាគាត់នឹងផ្លោះចូលត្មងទៅកំពុងតែផ្លោះហ្នឹងក៏ស្រាប់តែវ៉ាក់ជាមួយនឹងយន់ស៊ូតែម្ដងអូខេកំពុងចេញទាំងវេទនាហងស្រាប់តែអើយមកវ៉ាក់ជួបប្រពន្ធអីណានេះសាមែនតើចាំកាលចូលវិញទៅហើយបន្ទាប់មកតួប្រុសរបស់យើងនឹងក៏បានធ្វើអាកប្បកិរិយាល្អធ្វើដូចជាផ្សាររំទុំអីយ៉ាងនោះគឺថាយកចំណងនឹងមកចងមាត់ខ្លួនឯងដូចធម្មតាអីចឹងធ្វើដូចមានរឿងអីកាត់ឡើងហើយយើងសួររបស់យើងក៏បោះกระดาษមួយទៅផាំងជីវិតរបស់អ្នកបានសរសេរនៅក្នុងសម្បត្តិកំណត់ថ្មីខ្ញុំនឹងដោះស្រាយកន្លែងចិត្តឲ្យគ្មានសិទ្ធក្នុងមិវៀនហើយអ្នកគឺគួរតែសញ្ញេវាទៅឈូរបស់យើងនឹងគឺគាត់នៅតែលេគាត់ដឹងថាមាននឹងអីកាត់ឡើងទៅយន់សួររបស់យើងក៏ឲ្យមើលខ្លួនឯងតែម្ដងទៅខ្ជិលគិតច្រើនណាអានេះគេមិនហៅបោះគេហៅគប់ម្ដងទៀតហើយឪពុករបស់អ្នកនិងចេតារបស់អ្នកគឺបានលក់ខ្ញុំមកឲ្យខ្ញុំឈប់ច្រឡំចេតារបស់អ្នកនិងឪពុករបស់អ្នកគឺបានលក់អ្នកមកឲ្យខ្ញុំហើយចំពោះការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងព្រះនាងទី18ហ្នឹងគឺជាប្រវត្តិសាស្ត្រទេឥឡូវនេះហើយគាត់និយាយតដឹងអីហងគាត់មានអារម្មណ៍ថាគាត់អត់ស្រួលខ្លួនហ្មងហើយគាត់ក៏បានបន្តសេចក្តីថាឲ្យទៅវិមានហើយតបមកគឺសរសេរកិច្ចសន្យាអាពាហ៍ពិពាហ៍ជាពេលក្រោយហើយតួប្រុសយើងបកកាយទាំងអ៊ីនផងខឹងផងថាមិនមែនជាអ្នកអីដែលជារៀបការមួយខ្ញុំមកស្រាប់តែតួប្រុសរបស់យើងហ្នឹងគឺបានដួលស្លាប់អួតឈាមហ្មងមិនដួលស្លាប់ទេដួលហើយក៏បានក្នុងចេះថាជាការពីជីវិតមុនរបស់គាត់ហ្នឹងគឺគាត់បានចាក់ចេញមុនដែលឈូរបស់យើងគឺភ្ញាក់ពីគេងហើយគាត់ក៏ត្រូវបានស៊ូលូនាំទៅព្រះបាទរមរាជវាំងវិញនៅពេលដែលមុនពេលដែលថ្នាំពោតជ្រាបចូលក្នុងខ្លួនរបស់គឺគាត់ត្រូវត្រឡប់ទៅវិញតាមដែលអាចធ្វើទៅបានតទៅពីគាត់ហើយគាត់ក៏បាននិយាយទៅឈូរបស់យើងនេះថាតើអ្វីតើអ្នកកំពុងតែបដិសេធអ្វីដែលអ្នកកំពុងបានធ្វើអើយកំពុងតែធ្វើឈូរបស់យើងហ្នឹងគឺមិនចាំសន្តិបាយយូរគឺថាស្រែចំណងផ្លាច់គឺថាស្ទុះទៅតកងបោក3អូយហត់និយាយវាថាខ្ជូតជុំញាក់ឲ្យតួប្រុសរបស់យើងឡើង green flag ហ្មងហើយដាក់ទៅលើខែហើយក៏បាននិយាយថាតើមានរឿងអ្វីកើតឡើងតើអ្នកត្រូវបានពុលមែនតើណាគេបានធ្វើការបំពុលទៅលើអ្នកវាសំខាន់ដែរឬបើសិនជាខ្ញុំស្លាប់អ្នកនឹងមិនរៀបការជាមួយខ្ញុំទេតើនេះមិនមែនជាអ្វីដែលអ្នកចង់បានទេឬហើយគាត់ក៏បានដើរទៅលើឈើទៅលឺសូរតែប៉ាំងប្រាប់ខ្ញុំមកអ្នកណាធ្វើបែបនេះដាក់អ្នកហើយយន្តសូររបស់យើងគឺមានជាការភ្ញាក់ផ្អើលមែនតើវាមិនមែនជាការងាររបស់អ្នកទេគ្មានការងាររបស់ខ្ញុំអ្នកបានដេកលើគ្រែហើយព្រមទាំងអះអាងថាអ្នកគឺជាប្រពន្ធរបស់ខ្ញុំឥឡូវនេះអ្នកបែរជានិយាយថានេះមិនជាការងាររបស់ខ្ញុំវិញទេពីណាគេថាមិនចង់រៀបការនោះពីណាគេថាមិនទទួលស្គាល់អានោះហើយមិនក៏កលេសសម្ដីលឿនម្លេះហើយស្រាប់តែពេលនោះក៏មានសលេងបើកទ្វារមួយលេក្រៅហើយអ្នកដែលបើកទ្វារចូលមកហើយស្រ័យហើយឈូរបស់យើងនឹងគឺជាឈិញឡាននឹងឯងហើយតើអ្នកទាំងពីរកំពុងតែធ្វើស្អីហ្នឹងនេះមិនមែនជាអ្វីដែលអ្នកកំពុងតែគិតទេហើយឈលប្រឡែងដៃធ្វើយន្តរបស់យើងនឹងគឺថាប៊ីនឹងដួលអីតែចេះទៅចាប់តន់កំអីហ្នឹងគឺថាដល់តែបៃលាវហ្មងទេទូប្រយដូចសារមកដល់ថាអត់ចូលចិត្តតែមើលធ្វើទាំងវើតើអ្នកមិនអីទេឬតើអ្នកមានអារម្មណ៍យ៉ាងណាហើយតើអ្នកឈឺដែរអត់ខ្ញុំសុំទោសនេះគឺជាឧបទ្ទហេតុទេខ្ញុំគ្មានបំណងទេតើអ្នកមានអារម្មណ៍ល្អយ៉ាងនេះទេហ៊ានស្វីតចំពោះមុខខ្ញុំផងឯងគូស្នេហ៍ដល់អាម៉ាស់យ៉ាងណាតមកស្អីរឿងក៏បានកាត់ដល់ក្មេងស្រីដែលពាក់អាវប៉ាប៉ាឈូមើលទៅគួរឲ្យស្រឡាញ់ខ្លាំងមែនទេមាននរណាម្នាក់ដែលខ្ញុំស្រឡាញ់នាងជាព្រះនាងទៅដែលប្រជាអធិរាជស្អប់បំផុតហើយនាងគឺជាមនុស្សស្រីក្មេងស្រីម្នាក់ដែលគួរឲ្យស្រឡាញ់ចំពោះប្តីរបស់ខ្ញុំហើយគាត់ក៏បានរៀបរាប់កាលពីគាត់នៅក្មេងនេះក៏គាត់ខំប្រឹងវឹកហាត់ជាខ្លាំងទាំងថ្ងៃទាំងយប់ហើយគាត់ខំប្រឈមមុខនឹងសង្គ្រាមជាច្រើនដើម្បីតែនាងតែម្នាក់គត់អូយមានសុំកាន់តិចអ្នកគ្នាចង់ចូលគ្រប់ Telegram បើចង់ចូលអាចចូលទៅក្នុងលេងនៅកន្លែងកន្លែងចំណងជើងបានណាហើយ Telegram នេះយើងនិយាយគ្នាលេងទៅពេលអត់មានបានចេញរឿងអីក៏អត់មានផុសទៅក្នុងនឹងដែរអីចឹងណាឬក៏អ្នកគ្នាអាចសួរមានថង្កាលចេញរឿងអីចឹងឬក៏អាចក្រែមលឹកអេដមីនកុំឲ្យខ្ជិលដែរហើយទីបំផុតខ្ញុំក៏បានធៀបការជាមួយនាងចង់និយាយថាចេះម្នាក់ស្រីហ្នឹងគឺឈ្មោះឆេងតែក្បាលដំបងហ្នឹងតួប្រាប់របស់យើងហ្នឹងគឺហៅហ្វីយីទេហើយហ្វីយីហ្នឹងគឺជាតួអង្គយុនស៊ូយើងឯងអញ្ចឹងអ្នកគ្នាក៏គាត់ជាវល់ឯថាហ្នឹងជាអីគេអត់យល់បន្តិចទៀតចាំអេដមីនប្រាប់វាគឺជាផែនការផ្ដោតសិទ្ធិការពីសុបិនអាក្រក់ដល់អាណាចក្រខាច់ខ្ញុំថែមទាំងបានប្រាប់អំពីឧត្តមសម័យសៀងហ៊ូទៅកាន់អាណាចក្រខាច់ដែរគ្រួសារសៀងហ៊ូមិនបានដឹងពីស្ថានភាពនេះទេបងប្រុសរបស់ខ្ញុំក៏មានឈាមជ័រជាស្ដេចដែរប៉ុន្តែហេតុអ្វីបានជាគាត់មិនអាចខ្លាចជាអធិរាជបើសិនជាវាមិនមែនជាអំណាចយោធាទេតើគ្រួសារសៀងហ៊ូនឹងមានខ្ញុំនឹងមិនរៀបការជាមួយគ្រួសារសៀងហ៊ូបើសិនជាមិនមានអ្វីដែលខ្ញុំចង់បានខ្ញុំនឹងបំផ្លាញគ្រួសារនេះ
យន់ស៊ូយើងស្ងាត់បន្តិចឲ្យគាត់ក៏បាននិយាយថាបើសិនជាខ្ញុំប្រាប់អ្នកថាឈីងនឹងបង្រៀនគ្រួសាររបស់អ្នកហើយអ្នកនឹងសម្លាប់គ្រួសាររបស់អ្នកតើអ្នកនឹងរៀបការជាមួយនាងទេអ្វីវាមិនអាចទៅរួចទេនាងមានចិត្តល្អតាំងពីក្មេងនាងមិនក្បត់យើងទេមិនឆ្ងល់ទេការបញ្ជាមិនគឺគាត់ល្ងងស្រាប់ហើយនៅក្នុងសមារភពគាត់ប្រកាសជាចាញ់ជាមួយនឹងឈីងនឹងខានទេស្រាប់តែពេលនោះចានហោះចានហាកណ្ដាលវេហាបែកខ្ចាស់ខ្ចាយបូករួចជាមួយនឹងការសាយដោយកំហឹងរបស់នារីម្នាក់ដែលកំពុងឈរមើលគេម្នាក់ឯងគឺស្រឡាញ់គេតែម្នាក់ឯងសេះពីបាក់និយាយទៅយន្តរបស់យើងគាត់សប្បាយចិត្តថាមែនទែនដែលគាត់មានឱកាសទី2សម្រាប់ការកែប្រែរឿងទាំងអស់តើអ្វីដែលអ្នកមិនអាចមើលឃើញគាត់មិនចង់បានអ្នកទៀតទេនាងប្រកាយថាមិនអាចទេដោយសារតែតួអង្គយើងនឹងគឺបានវល់អធិរាជដើម្បីរៀបការជាមួយនាងហើយតួប្រុសបើយើងនឹងក៏បាននិយាយថាអើយបើគេចាប់ខ្ញុំពីវិមានមកម្លេះនោះហើយថែមទាំងបានធ្វើវាជាមួយខ្ញុំទៀតផងហើយគាត់ក៏បានបន្ទោសខ្ញុំថាខ្ញុំមិនបានធ្វើអ្វីសោះនៅពេលដែលគាត់បានរៀបការជាមួយអ្នកផ្សេងគាត់បានអង្វរខ្ញុំឲ្យខ្ញុំថែទាំគាត់និងស្រឡាញ់គាត់ហើយជ្រូករបស់យើងគឺមានចការអៀនខ្លាំងហើយគាត់និយាយថាកុំគិតរឿងយុគមិញហើយគាត់ឆ្ងល់ថាហេតុអីបានជាយន្តស៊ូរបស់យើងនឹងមកលើខែគាត់ចឹងនិយាយទៅយន្តស៊ូរបស់យើងគឺថានិយាយវិឈើចិត្តយប៉ឬធ្វើយប៉នឹងមានចការចង់កាំងបេះថ្នោតទឹកភ្នែកទឹកស្បោអង្ក្រែខៈនិយាយលេងចង់ចេញកាំងសួតពេកក្នុងបង្គោលការនេះគឺគាត់ប្រើអ្នកដើម្បីមកជំនួសតែប៉ុណ្ណោះសរុបសេចក្តីមកឈីងគឺជាកូនក្រមុំមានតែឈ្មោះទេដូច្នេះនេះគឺជាស្នេហាត្រីកោណឬហើយអ្នកហើយយន្តរបស់យើងក៏បាននិយាយថាតើខ្ញុំនិយាយខុសអ្វីនិយាយទៅព្រោះបារបស់គាត់នឹងគឺថាស្ពេចស្ពិលឡើងទៀតចង់និយាយទេតិចអត់តិចអីតិចវាគឺថាគាត់ខ្លាចហ្មងគឺថាកំសាក់ចូលខ្លួនហ្មងភ័យគាត់និយាយត្រូវតែខ្ញុំបានធ្វើអ្វីទាំងអស់ឲ្យខ្ញុំសុំទោសផងប៉ុន្តែបើសិនជាខ្ញុំទៅវាយគាត់អ្នកនឹងត្រូវឈឺដែរឈូអាប្រុសបោកប្រាអាប្រុសចង្រៃអាប្រុសគួយសោះគ្មានផ្លូវទេដែលអ្នកស្រឡាញ់នឹងអាត្មានិយមដូចជាគាត់នោះនឹងមានអំណាចគ្រប់គ្រងអាត្មានិយមយន្តស៊ូគឺជាហេតុផលតែមួយគត់ហេតុអ្វីបានជាអធិរាជអ្វីគ្មានអាចឡើងសោយរាជបានទុំចៅរំថាហៅចក្រភពគេខុសក៏ពិតចក្រភពឈ្មោះកាងទេតែខ្ញុំច្រឡំហៅខាច់អាណាទៀតខណៈពេលនោះចក្រភពកាងចង់ធ្វើឃាតអធិរាជវ័យក្មេងហើយត្រៀមខ្លួនវិប្រហាបើសិនជាពេលនោះមិនមានប្រាជ្ញានិងយុទ្ធសាស្ត្ររបស់យន្តស៊ូទេអាណាចក្រយន្តអស្ចារ្យនឹងត្រូវរលាយបាត់ហ្មងហើយឆ្លៀតថែមទាំងបានទៅសើយន្តស៊ូថាគឺជាមនុស្សដ៏ឆ្លាតជាងគេហ្មងហើយក៏ច្រាននាងដួលទៅហើយនិយាយថាតើអ្នកកំពុងនិយាយថាខ្ញុំស្អប់គាត់ហើយតួយើងនឹងក៏បាននិយាយទាំងមានមរណភាពច្រឡំមោទនភាពថាខ្ញុំសៅហ៊ុនឈួនទៅសើគាត់គឺជាមនុស្សដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោកយន្តរបស់យើងគឺមានជាការភ្ញាក់ផ្អើលហ្មងហើយគាត់ថាអើយអាម៉ាស់ណាអើយហើយគាត់ក៏ឈ្លាននិយាយថាខ្ញុំស្រឡាញ់យន្តស៊ូដូច្នេះឆេងឡានសូមចាក់ចេញទៅអ្នកបានការពារព្រំដែនរយៈពេល3ឆ្នាំដើម្បីបញ្ជាក់ថាអ្នកមានលក្ខណៈសម្បត្តិដែលអាចក្លាយជាប្តីរបស់ខ្ញុំបានហើយអ្នកក៏បានគ្រប់គ្រងទីក្រុងចំនួន16តើអ្នកនៅចាំរឿងទាំងនេះដែរឬទេយល់តួប្រុសរបស់យើងគឺលះបង់សាហាវហ្មងហើយតបមកគាត់រៀងស្ទាក់ស្ទើរគាត់ក៏បាននិយាយថាហ្វីយីខ្ញុំពិតជាមនុស្សល្ងល្ងើអ្វីក៏ដោយមានរឿងជាច្រើនដែលអាចជួយសង្គ្រោះគ្រួសារសាំងហូបានប៉ុន្តែខ្ញុំបែរជាចូលរើសរឿងនេះជាការប្រសើរណាស់គ្រប់គ្រងមុខងាររបស់អ្នកហើយនេះគ្រាន់តែជារឿងយល់ច្រឡំតែប៉ុណ្ណោះគ្មានអ្វីរវាងខ្ញុំនិងសាហូឈួនទេការប្រយុទ្ធភ្លេងខ្ញុំបានលាក់ក្នុងបន្ទប់របស់គាត់ដោយសារតែមានឃាតករលេងខ្ញុំការប្រយុទ្ធមិញហើយគាត់ក៏បាននឹកឃើញវិធីផ្សេងទៀតដើម្បីរៀបតដាងជាប៉ែនឹងឲ្យបានមកហើយគាត់ក៏បាននិយាយចង់ក្រោយថាគូស្នេហ៍របស់អ្នកទាំងពីរនឹងគឺពិតជាល្អឥតខ្ចោះណាស់ហើយសូមឲ្យមានសុភមង្គលក្នុងគ្រួសារណាស្រាប់តែពេលនោះឈួនក៏បានចាប់ទាញកៅអៅរបស់យន្តស៊ូរបស់យើងហើយក៏បាននិយាយថាតើអ្នកបោកបង់ខ្ញុំមែនទេសោឈួនតើអ្នកហ៊ានតំណាមិនក៏ហ៊ានធ្វើបាបអូនបែបនេះអូយដៃខ្យល់ងាប់លើហើយខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកសិក្សានឹងគ្នាទៀតទេខ្ញុំនឹងធ្វើឲ្យអ្នកស្ដាយក្រោយអស់មួយជីវិតច្រឡំចេញតួចេះក្រោយយើងត្រូវធ្វើតួកំសត់បានត្រូវហើយគាត់នឹងក៏ឆ្លៀតខៅឈិញលូពីក្រោយខ្នងដែរហើយគាត់មានជាការកាំងខ្លួនឯងជាខ្លាំងហេតុអីបានទៅចាប់អាវគេអញ្ចឹងហើយទៅខាត់គេអញ្ចឹងឯងអត់យល់ខ្លួនឯងមកវិញបងប៉ុន្តែស្រាប់តែពេលនោះយើងសួររបស់យើងក៏អកឡើងឈាមក៏អកក្អួតឈាមច្រឡំតបមកជួយរបស់យើងជួយច្រឡំឈួនរបស់យើងហ្នឹងក៏រៀបយកយន្តស៊ូរបស់យើងហ្នឹងទៅមជ្ឈមណ្ឌលទៅមន្ទីរពេទ្យច្រឡំតែយន្តស៊ូរបស់យើងហ្នឹងគឺគាត់អត់អាចឲ្យណាដឹងថាគាត់ត្រូវថ្នាំពុលទេហើយយន្តស៊ូរបស់យើងក៏បានស្លាប់ទៅក៏ស្រាប់តែពេលនោះក៏មានបរិមម្នាក់ក៏បានដើរចូលមកធ្វើឲ្យឈួនរបស់យើងគឺមានការភ្ញាក់ផ្អើលមែនតើពួកគេនឹងមកទីនេះដើម្បីនាំយកយន្តស៊ូរបស់យើងហ្នឹងគឺត្រឡប់ទៅព្រះរាជបរមរាជវាំងវិញអីចឹង
គឺបន្តិចទៀតនឹងមានការកាត់សមរភូមិមួយរំពេចតែម្ដងដោយសារតែមើលមុខគ្នាមិនចប់ខ្ញុំសូមអរគុណហើយដែលបានជួយព្រះអង្គម្ចាស់យុនស៊ូប៉ុន្តែអ្នកគួរតែបកគោលគាត់ឲ្យខ្ញុំប៉ុន្តែជួនរបស់យើងនឹងគឺមិនយល់ព្រមឲ្យវិញទេអ្នកយាមខេលេងគ្រាន់តែជាអ្នកយាមបរមរាជវាំងប៉ុណ្ណោះតែអ្នកមានសិទ្ធិអ្វីយកគាត់ទៅវិញអ្នកគ្មានកំណត់ទេខ្ញុំធ្វើការឲ្យយុនស៊ូអញ្ចឹងខ្ញុំមានសិទ្ធិហើយតែអ្នកចង់យកផលប្រយោជន៍ដើម្បីកញ្ចាត់យុនស៊ូមែនដើម្បីទទួលបានអំណាចមែនទេមូលហេតុដែលជួនរបស់យើងនឹងគឺមិនបកគោលឲ្យអបៈនឹងដោយសារតែគាត់នឹកឃើញដល់សម្ដីយុនស៊ូថាឲ្យគេដឹងថាគាត់ត្រូវតាមពលទេជួយរបស់យើងក៏គិតថាអបៈនឹងគឺជាអ្នកដាក់តាមពលយុនស៊ូហើយអបៈនឹងក៏គិតថាជួយរបស់យើងគឺជាអ្នកដាក់តាមពលយុនស៊ូទៀតចឹងមានជាការសង្ស័យគ្នាទៅវិញទៅមកគាត់ក៏បានបង្ហាញស្លាកបញ្ជាទៅឲ្យតួរបស់យើងដឹងនេះគឺដើម្បីបញ្ជាអីចឹងណាយល់ខ្ញុំឆ្ងល់អបៈនឹងគឺនៅតែញឹមឬគឺនៅរក្សាចំហញញឹមដដែលតែពេលតួរបស់យើងគឺថាសន្លក់ឡើងចង់ជ្រូកគ្រាប់ភ្នែកលក្ខខណ្ឌរបស់យុនស៊ូគឺគាត់មិនអាចចាក់ចេញបានទេពីទីនេះបានទេណែអ្នកកំពុងជំរុញឲ្យប្រើអំពើហិង្សាហើយណាស្វាគមន៍ដើម្បីសាក់លបងចឹងសូម20តូចជាមុនណាយកគាត់ចោះមារភូមិវិប្រហាក៏បានចាប់ផ្ដើមទឹកទី1គូទី2ចាប់ផ្ដើមទាត់ឆ្វេងមួយគ្មានពីណាមានគីឡូជាមួយនឹងឈួនយើងនោះទេគឺថាឈួនរបស់យើងគឺឲ្យរៀបចង់ម៉ោង4ម៉ោង5ក៏ត្រូវតែបាក់ក៏ដោយសារតែគាត់ដែរនិយាយធ្វើឲ្យអបៈនឹងគឺមានចការកោតសរសើរខ្លាំងមែនតើដែលគាត់គឺពិតជាសាហាវមែនប៉ុន្តែគាត់ក៏មិនបានផ្លាស់ប្ដូរឆន្ទៈរបស់គាត់ដែលយកយុនស៊ូយើងត្រឡប់មកវិញទេយើងនឹងវាហាអបៈនឹងក៏ត្រូវបានអបៈនឹងគឺតបចូលឲ្យគាត់ក៏បាននិយាយពីហើយគាត់នៅតែនិយាយពីឆន្ទៈរបស់គាត់ដែលត្រូវតែយកយុនស៊ូយើងត្រឡប់ទៅវិញឲ្យបានយល់អ្នកទាំងពីរនឹងគឺថាមិនបោះបង់ឆន្ទៈរបស់ខ្លួនទេគឺត្រូវតែការពារយុនស៊ូយើងនឹងត្រូវអបៈនឹងដាក់មួយដៃផ្ដាច់សង្ខាហើយក៏ស្រាប់តែពេលនោះក៏ស្រាប់តែមានមនុស្សអាកំបាំងនឹងកំពុងតែបោះអាវុធសម្ងាត់ទៅកាន់យុនស៊ូទៅហើយធ្វើឲ្យអ្នកទាំងពីរនឹងគឺមានជាការភ្ញាក់ផ្អើលខ្លាំងមែនតើគឺថារវាសត្មងគឺថាដើម្បីការពារយុនស៊ូគឺថាហ៊ានធ្វើគ្រប់បែបហត់ធ្វើឲ្យឈួនរបស់យើងគឺត្រូវមួយកបិលប៉ុន្តែមិនចាំបេះដូងទេគឺថាសុវត្ថិភាពវិញនិយាយទៅអ្នកទាំងពីរគឺមានការភ័យមែនតើគឺថាបារម្ភពីយុនស៊ូហាខ្ញុំរីករាយណាស់ថាអ្នកសុខសប្បាយចឹងនិយាយថាហុកនេះខ្ជិលខ្លាំងមែនតើអ្នកគ្នាអាចដាក់ profile TikTok ឬក៏ profile YouTube របស់អ្នកគ្នាបានអ្នកស្អាតហើយខ្ជិលសាហាវអូយខ្ជិលណាស់ខ្ជិលខ្លាំងណាស់អ្នកគ្នាបន្ទាប់ពីគាត់បានធ្វើមួយកបិតដោយការជួយយុនស៊ូរបស់យើងនោះអបៈនឹងក៏បានតតអាមួយដែលគប់កបិតនឹងគឺថាបាសជើងចងាងាងឡើងផ្លោមចង់200ម៉ែត្រក្នុង1វិនាទីនិយាយលេងមានផ្លោងទៅណានៅនឹងទៅចឹងអាប៉ែនឹងគឺជាជនបង្កប់ដែលបានបន្លំខ្លួនដែលចង់បំពុលយុនស៊ូរបស់យើងដោយឈួតមួយគ្រាក៏គប់កបិតទៅគេបន្តែផ្លេចថាមគ្នាគេច្រើនឥឡូវបាក់ខរបស់គេវិញអរគុណញាបលាគឺបានទទួលកម្មពីរបស់អ្នកតើអ្នកធ្វើការឲ្យពនាងទី6មែនទេចឹងជាប៉ឆេងលូហ្នឹងគឺជាមនុស្សអាក្រក់ក្នុងរឿងហ្នឹងអីចឹងដែលចង់ផ្លាញយុនស៊ូរបស់យើងគឺថាសុខចិត្តជួលឃាតករមកសម្រាប់យុនស៊ូយើងអីចឹងណាហើយមកវិញទៀតហ្នឹងគឺនាងចូលគ្រួសារសានហូហ្នឹងគឺដើម្បីថតសម្បត្តិរបស់គេទេគឺមិនមែនចូលដោយចិត្តស្រឡាញ់ស្អីទេនិយាយយ៉ាងងាយហ្នឹងគឺជាប៉ិតហ្នឹងគឺចង់ផ្លាញគេតែហ្មងណានេះជារបៀបដែលអ្នកការពារយុនស៊ូចឹងប៉ិតហ្នឹងក៏បានឲ្យហៅជាបណ្ឌិតមកអីចឹងណាហើយគាត់ក៏បានប្រាប់ថាឲ្យដាក់យុនស៊ូយើងចោះសិនទៅហើយដំបូងរបស់គាត់ហ្នឹងគឺមានចិត្តពលដែរអញ្ចឹងណានិយាយទៅសៅហ៊ុនសួនរបស់យើងហ្នឹងគឺមានការបារម្ភយុនស៊ូយើងខ្លាំងមែនតើនិយាយហ្នឹងគឺបារម្ភខ្លាំងមែនតើនិយាយថាអត់ចូលចិត្តគេប៉ុន្តែនិយាយសើបារម្ភពីគេហ្មងសប្បាយអេតើអ្នកកំពុងធ្វើអីហ្នឹងហើយមិនចេញទៅក្រៅទៅទោះជាខឹងយ៉ាងណាក៏ត្រូវរក្សាស្ងាត់ញញឹមដដែលនិយាយហ្នឹងគឺគាត់ត្រូវការពិនិត្យមើលសុខភាពរបស់យុនស៊ូថាល្អប្រសើរនៅតែអរគុណអាចចេះឆ្ងាយតាមជាបណ្ឌិតហ្នឹងណាម៉ែបើអាចអញបៃហ្មងក្មេងឆ្លើយអាងតែវាជួយយុនស៊ូទេកុំអីណាអញបៃហ្មងខ្ញុំចំពោះការព្យាបាលហ្នឹងគឺត្រូវមានធុងញ៉ាំត្រាំខ្លួនមួយហើយត្រូវដាក់សាំចូលក្នុងហ្នឹងអីចឹងដើម្បីឲ្យយុនស៊ូរបស់យើងហ្នឹងគឺត្រាំក្នុងហ្នឹងអីចឹងណាហើយគ្រូពេទ្យរបស់យើងហ្នឹងក៏បាននិយាយថាឲ្យណាគេក៏បានដែរជួយលើកយុនស៊ូយើងហ្នឹងគឺដាក់ក្នុងទឹកហ្នឹងអីចឹងណាខ្វល់លើចឹងភ្លាមគឺថាងាកភ្លាមហើយនិយាយថាខ្ញុំនឹងធ្វើវាយរំទាំងពីរហ្នឹងគឺដើម្បីជួយយុនស៊ូយើងគឺថាមានការនិយាយទៅប៉ែណែឡតគឺថាបកែកគ្នាឲ្យឈ្នះហ្មងគឺថាចង់ធ្វើខ្លាំងមែនទេប៉ុន្តែមកចាញ់ឈួនរបស់យើងគឺនិយាយថាខ្ញុំជាប្តីរបស់គាត់អូគឺចាត់តាំងពីពេលយុនស៊ូរបស់យើងគឺបានគេមួយគាត់គឺថាយុនស៊ូរបស់យើងគឺនៅមួយគាត់រហូតហ្មងនោះធ្វើឲ្យគាត់ហើយជាប្រពន្ធរបស់ខ្ញុំហើយគាត់ក៏ជាកូនប្រសាររបស់គ្រួសារសាហ៊ូផងដែរដោយសារអៀងខ្លាំងពេកឡើងចង់ហុយផ្សែងគ្មានអ្នកណាផ្សេងទេខ្ញុំត្រូវអនុញ្ញាតឲ្យប៉ះប្រពន្ធខ្ញុំរក្សាចម្ងាយរបស់អ្នកមិនអន់បានទេនេះចាប់ដៅໄວមួយស្មាលើម៉ែតាអ្នកហ៊ានបង្អាប់ភាពគង់ពោះរបស់គាត់ផងណាស្ងប់ស្ងាត់សួរលោកស៊ូអតិភិបឥឡូវគឺដើម្បីរក្សាភាពគង់ពោះរបស់គាត់ម៉ែឆាប់ត្រឡប់មកវិញភ្លាមមកទីនេះភ្លាមឆាប់
អូព្រះអង្គម្ចាស់អើយសូមជួយដល់សម្លៀកបំពាក់របស់ព្រះអង្គម្ចាស់ចោះផងណាខ្ញុំគឺថាគាត់ធ្វើទាំងស្ទាក់ទៅគឺចាស់ភ័យញ័រខ្លួនហ្មងគឺថាអៀនពេកនិយាយមែនបន្ទាប់ពីដោះសម្លៀកបំពាក់ឲ្យគាត់ក៏បាននិយាយថាទេខ្ញុំមិនអាចមើលទេខ្ញុំទេខ្ញុំនឹងសមរម្យខ្ញុំមិនអាចធ្វើចឹងនេះទោះជាគាត់ស្អាតយ៉ាងណាក៏ដោយលឿនឡើងព្រះអង្គម្ចាស់តែខ្ញុំមិនអាចធ្វើវាបានទេអូខ្ញុំស្ទើរតែភ្លេចភាពគង់ពោះរបស់គាត់នៅតែសន្លប់ចឹងគាត់មិនអាចអង្គុយបានទេ What អ្នកត្រូវតែជួយភាពគង់ពោះរបស់គាត់របៀបណាដោយរបៀបណាហើយតួយើងនឹងធ្វើមុខលីលើដូចសៃតាម៉ាចឹងមិនទេចង់តែសោចអើយខ្ញុំអាចជួយបានពេលនោះផ្ទិលហោះកណ្ដាលវេហាចេះហោះកណ្ដាលមុខ10 KO ចេញឲ្យឆ្ងាយបើអ្នកហ៊ានមើលគាត់ម្ដងទៀតខ្ញុំនឹងសម្លាប់អ្នកទាំងគ្រួសារអ្នកទៀតអូយហេតុអ្វីបានជាគាត់មានកម្លាំងចិត្តម៉េចតើមានរឿងអ្វីកើតឡើងកាលពីយប់មិញដែលខ្ញុំមិនដឹងបានរងចាំសន្តាបាយយោគាត់ក៏បានដោះសម្លៀកបំពាក់ឲ្យក៏ចូលទៅហើយជ្រូករបស់យើងគឺមានការស្នំស្លាមកគាត់ដឹងធ្វើម៉េចទេគាត់អត់យល់ទេតើកាយវិការនេះមិនអស់កម្លាំងទេឬបើទោះបីចូលលោកទឹកឯនោះយល់វាក់ដែរខ្ញុំនៅតែយល់ស្រួយចង់តែខ្ចោគេជួយទឹកផងអីផងឡើងចិត្តងាប់ទីបំផុតហ្នឹងគឺលេងអីឲ្យទោះប្រយយើងពីងាប់លោកអើយហើយគ្រូពេទ្យរបស់យើងហ្នឹងក៏មានការងារអីទៀតគាត់ក៏ទៅវិញទៅហើយពេលកំពុងត្រាំទឹកហ្នឹងជ្រូករបស់យើងក៏ឆ្លៀតស្លឹងមើលមុខបើយន់ស្រួយយើងអីចឹងអូយគឺថាខ្ជួលខ្លាំងតែនហើយផ្នែកឡើងប្រលេងអស់ហើយមែនគាត់ពិតជាមានក្លិនល្អណាស់គាត់មើលទៅអញ្ចឹងឆ្ងាញ់ហើយឆ្ងាញ់អីលោកព្រះឆ្ងាញ់ស្អីគេហើយរៀបនឹងនេះហើយយើងសួររបស់យើងក៏បាននិយាយថាហេនិយាយថាភ្ញាក់ពេលឡើងស្រែកផ្អើលឡើងចង់បែកធរណីយីម៉ែមិនសូវចង់យំទេណាយីម៉ែយើងជួបយើងគឺវាជាការស្លទៅបកៀវកាច់ដល់3ក្បាលមួយសួយក៏ធ្វើឲ្យយត់សួររបស់យើងគឺថាធ្វើឲ្យយើងសួររបស់យើងដឹងអីហ្នឹងគឺថាត្រូវមកកញ្ញក់ធ្វើមកកញ្ចយជប់សម្រួលអារម្មណ៍គឺថាធ្វើឲ្យយើងសួររបស់យើងគឺថាលងទឹកបណ្ដោយអូយយីម៉ែអត់យន់សួរដល់ក៏អាកំពុងស្រែកឈួយស្រែកឈើផងនឹងស្រាប់តែស្រាប់តែបាត់យន់ស៊ូចុះបាត់យន់ស៊ូទៅណាអូយជឹកផ្លែខ្ញុំសក់ចឹងឈួតហើយនេះអូពុនណានេះក្នុងទឹកវគ្គនេះសាច់កម្មលងទឹកហ្មងបន្ទាប់ពីលងទឹកឆ្អែតឆ្អន់ហើយយើងសួររបស់យើងក៏បានងើបមកវិញអីចឹងហ្នឹងគឺថាជាក់រឿងសង្ហាជុំជាក់អូយស្អាតតែអ្នកកំពុងអញ្ជើញខ្ញុំទៅញ៉ាំអាហារឬហ៎អាកំពុងស្លន់ស្នាហ្នឹងគាត់ក៏បានឃើញស្មាយន់ស៊ូយើងគឺមានស្នាមប្រជ្រុយមួយហាហេតុអ្វីបានជាអ្នកមានវា10ឆ្នាំមុនវិមានអធិរាជពេលនោះសាហូជ្រុំរបស់យើងក៏បានប្រគល់ប្រអប់មួយទៅកាន់ក្មេងស្រីម្នាក់ហើយនិយាយថា Happy birthday to you និយាយទៅក្មេងស្រីម្នាក់ហ្នឹងគឺជាក្រាស់របស់ឈួនរបស់យើងនឹងឯងយើងដូចពនាងទៅរបស់គាត់ចឹងប៉ុន្តែក្មេងស្រីម្នាក់ហ្នឹងគឺមានសុខភាពមិនល្អចឹងគឺត្រូវតែនៅតែក្នុងវិមានតែមួយគាត់ហើយអ្នកគ្នាឃើញមុខស្តៀងណាគេតិចទៀតដឹងហើយនិយាយទៅជាតារបស់គាត់ហ្នឹងគឺបានបញ្ជូនគាត់ឲ្យអមដំណើរពនាងទៅសិក្សាអីចឹងតែឈប់ចាំតិចមើលគេឲ្យស្អីគេជឿតែឲ្យហ្មងយើងជួបរបស់យើងហ្នឹងគឺថាគាត់មានស្អីក៏គាត់ឲ្យនឹងទាំងអស់យើងនឹងឲ្យតែរបស់គាត់ចូលចិត្តភាគច្រើនមានតែអាវុធទេគឺថាគាត់ឲ្យក្មេងតូចនឹងទាំងអស់មានអាសត្វល្អិតផងអាសម្ភារៈធ្វើសង្គ្រាមផងគឺឲ្យទាំងអស់ចុងក្រោយគឺឲ្យប្រគួយអស់កូនញៀបលាហើយក្មេងស្រីអ្នកហ្នឹងក៏ឲ្យដែរគឺឲ្យ3ដៃកដាមុខប៉ុន្តែដោយសារជំងឺរបស់នាងទើបអារម្មណ៍របស់នាងមិនល្អប៉ុន្តែឈប់អានេះមិនអារម្មណ៍មិនល្អធម្មតាអានេះចូលលក្ខណៈដំណាក់កាលចុងក្រោយនាងពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់នៅពេលដែលនាងខឹងតែមានមនុស្សជាច្រើនដែលមានគំនុំទៅលើនាងប៉ុន្តែនាងគ្រាន់តែចេញកំហឹងមកលើគូអង្គរបស់យើងទេហើយខ្ញុំគិតថាខ្ញុំពិសេសសម្រាប់នាងប៉ុន្តែស្រាប់តែវាយសុកនឹងក្មេងស្រីម្នាក់ហ្នឹងក៏បានចាប់ផ្ដើមស្លាប់ដោយសារជំងឺនាងរើឡើងអីចឹងណានៅពេលដែលសាហូជួបរបស់យើងហ្នឹងគឺថាគាត់ចង់លើកក្មេងស្រីម្នាក់ហ្នឹងឲ្យមានយូសាហ្វីយីហ្នឹងទៅហ្នឹងក៏បានឃើញស្នាមប្រជ្រុយនៅលើកគាត់អីចឹងហើយម្នាក់ដែលគាត់ពងសួរហ្នឹងគឺក៏មានស្នាមប្រជ្រុយដែរអញ្ចឹងមានន័យថាតួអង្គរបស់យើងហ្នឹងគឺជាហ្វីយីនឹងឯងគឺថាដឹងតាំងពីភាគដំបូងហ្នឹងគ្នាមិនឆ្ងល់ទេប៉ុន្តែនៅតួប្រុសយើងនេះតួប្រុសយើងឯងអត់ដឹងនោះហ៎យើងនៅចម្រិតសួរតួប្រុសយើងថាប្រាប់ខ្ញុំមកលឿនឡើងខ្ញុំចង់ដឹងហើយកំពុងរៀបស្ដាប់ហ្នឹងគឺថាខ្ជិលនិយាយមួយកំភ្លៀងបាក់កតើអ្នកល្ងងមែនទេអ្នកបានសួរខ្ញុំ1000ដងហើយឈប់លើកសំណួរនេះមកសួរខ្ញុំទៀតខ្ញុំឃើញតែគាត់កំពុងគិតអីហ្នឹងវាគួរឲ្យរំខានណាស់ខ្ញុំបានប្រាប់គាត់កុំឲ្យហៅខ្ញុំថាហ្វីយីអ្វីក៏ដោយខ្ញុំមិនមានពេលប្រកែកទៀតទេខ្ញុំត្រូវតែសង្គ្រោះយន់យូហើយតួអង្គរបស់យើងនឹងក៏នៅអាខ្វាត់ថាគាត់ត្រូវត្រាំថ្នាំ2ម៉ោងទៀតដើម្បីឲ្យជាសះស្បើយអញ្ចឹងណាចឹងតួអង្គរបស់យើងនឹងគឺចង់ចាក់ចេញដើម្បីទៅបញ្ឈប់ការសម្ដែងល្ខោនរបស់យប៉ឈីងលូនឹងដែលធ្វើជាលក្ខណៈថាដេកជាមួយអ្នកផ្សេងនៅមង្គលការរបស់ជ្រូរបស់យើងអីចឹងណាគឺនៅពេលដែលយន់សុរបស់យើងនៅក្នុងវិមានអីចឹងណាហើយយប៉ឈីងលូនឹងក៏កំពុងតែនិយាយឲ្យរឿងអាខ្វាត់ដើម្បីផ្គប់ចិត្តបាយហើយយើងក៏មិនដឹងថាយប៉ឈូឈីងលូនឹងគឺចង់ធ្វើអីទេហើយបន្ទាប់មកយន់សុរបស់យើងក៏បានសួរថាហេតុអីបានអ្នកនៅនឹងចឹងហ
ហើយក៏បានប្រាប់ថាអ្នកដួលសន្លប់អីចឹងទៅអ្នកមិនអាចអង្គុយលើអាំងទឹកបានខ្ញុំនៅទីនេះហ្នឹងណាហើយខ្ញុំក៏ត្រូវរងរបួសដោយឃាតករដែលបានលាក់ខ្លួននៅក្នុងក្រុមញាក់យាមខ្វាន់លីងពេលនោះខ្ញុំបានព្យាយាមការពារអ្នកពីកំបិតដ៏មានជាតិពុលតើបដូចគ្នាហើយបានខ្ញុំមកនៅទីនេះដែរហ្នឹងណាហេហេធ្វើឲ្យយន្តសុបីយើងផ្ទះផ្អើលដែរដែលឈូបីយើងហ្នឹងគឺបានការពារគាត់អីចឹងណាអូយមិនអីទេវាគ្រាន់តែជារបួសធម្មតានៅលើស្មារបស់ខ្ញុំប៉ុណ្ណោះអ្នកកុំបារម្ភអីណានិយាយទៅគឺវាអត់មានឈឺអីតតែសោះហើយយន្តសុបីយើងក៏បានគិតក្នុងចិត្តថាសម្រាប់ខ្ញុំម្ដងទៀតវាមិនឈឺពិតមែនណាពិតមែនកុំបារម្ភអីគេចូលរ៉ាហើយយន្តសុបីយើងក៏នឹកឃើញដល់ការពិជាតិមុនដែលឈូបីយើងក៏បាននិយាយថាខ្ញុំមិនឈឺទេគឺពិតមែនខ្ញុំនឹងដោះស្រាយនៅខាងជើងអ្នកនៅទីនេះដើម្បីជួយអ្នកផ្សេងទៀតទៅការបន្ទោសខ្លួនឯងមិននាំឲ្យអ្នកស្លាប់រស់ឡើងវិញទេបើសិនជាអ្នកពិតជាសោកស្ដាយអ្វីដែលអ្នកយកមកវិញបានខ្ញុំនឹងជឿលើអ្នកធ្វើឲ្យយន្តសុបីហ្នឹងគឺមានជាការផ្លឹកបន្តិចគឺថានឹកដល់អតីតកាលដ៏សោកសៅហ្នឹងហើយឈូរបស់យើងហ្នឹងក៏បានសួរយន្តស៊ូថាតើណាគេអ្នកបំពោលយន្តស៊ូហើយតើណាគេដែលចង់សម្លាប់យន្តស៊ូយើងហើយក៏និយាយសន្យាថាគាត់នឹងការពារយន្តស៊ូយើងហ្មងគឺអត់ឲ្យណាគេមកធ្វើបាបយន្តស៊ូយើងទៀតទេនិយាយទៅក្រៅពីព្រះរាជនោះស្អីនេះភ្លេចបាត់វង្សានុសង្ឃគឺមិនមានអ្នកណាគេហ៊ានធ្វើបាបគាត់ចឹងទេយន្តស៊ូយើងស្ងាត់បន្តិចហើយក៏បាននិយាយថាតើអ្នកពិតជាមិនដឹងថាណាគេចង់សម្លាប់ខ្ញុំមែនឬឈូបើយើងក៏បាននិយាយថាខ្ញុំតែមួយម៉ាត់ហ្នឹងគឺថារឿងនេះគឺចប់តែប៉ុណ្្នឹងចាហើយអរគុណអ្នកគ្នាសម្រាប់ការទស្សនារហូតដល់ចប់អីចឹងណាខ្ញុំសង្ឃឹមថាអ្នកគ្នានឹងមើលដល់ចប់អូខេពីខ្ញុំស្រឡាញ់អ្នកគ្នាយើងនឹងសង្ឃឹមថាជួបគ្នាវីដេអូក្រោយឆាប់ៗអីចឹងណាបាយបាយ